បើសិនជាបងប្អូនអាចរៀនក្បួនណាផ្សេងចេះអានឹងធ្វើទៅតែដូចខ្ញុំមានក្បួនថាក្បួនហ្នឹងខ្ញុំចេះដោយសារអញ្ចឹងហើយខ្ញុំយកអាក្បួនដែលខ្ញុំចេះហ្នឹងមកប្រាប់បងប្អូនថារបៀបដែលយើងមើលទីផ្សារវាតម្លៃវាយកជំនាញយើងធ្វើរបៀបម៉េចយើងត្រូវធ្វើប្រហែលផ្លូវហើយសូម្បីតែលុយក៏ដោយកុំមានលុយដូចខ្ញុំនិយាយអញ្ចឹងមិនមានលុយ1លានចូលមកដាក់ចូលទាំងអស់ទាំង1លានទេបងប្អូនត្រូវបែកលុយហ្នឹងអូខេ 10% ដាក់ទៅ trade 10% ទៀតដាក់ទៅសំ 10% ទៀតដាក់ចងការ 10% ទៀតដាក់ទៅទិញលក់ដូរលុយអីចឹងទៅបងប្អូនត្រូវបែងចែកថាប្រភពចំណូលបងប្អូនត្រូវមានប្រមាណកន្លែងមិនអាចយកទៅដាក់ស្អីមួយទាំងអស់ទេពីព្រោះដូចខ្ញុំនិយាយអញ្ចឹងជួនកាលវាអាចមានបញ្ហាអញ្ចឹងបើសិនជាមានបញ្ហាបងប្អូនត្រូវមានស្អីគេសគួរអាហ្នឹងគេហៅថាមិនមែនថាយើងធ្វើអញ្ចឹងទៅយើងមិនច្បាស់ហើយមិនមែនទេគេហៅថាមនុស្សចេះប្រយ័ត្នមនុស្សអត់ប្រមាទដូចបងប្អូនរស់ស៊ីអញ្ចឹងបងប្អូនការទុកដាក់លុយអញ្ចឹងគេមិនយកលុយទៅដាក់មកកន្លែងទេគេថាមិនដាក់ដាក់ទៅអាកន្លែងហ្នឹងវាយកលុយយើងមិនមែនទេតែយើងប្រយ័ត្នយើងប្រកាព្រោះយើងវាអត់ដឹងថាមានរឿងអីគេហៅមនុស្សប្រយ័ត្នមនុស្សអត់ប្រមាទកាលណាយើងអត់ប្រយ័ត្ននៅពេលណាដែលយើងប្រយ័ត្នប្រយែងយើងអាចកាត់បន្ថយបញ្ហាមិនមែនថាយើងប្រយ័ត្នហើយយើងអត់ជួបបញ្ហាយើងនៅតែជួបអញ្ចឹងប៉ុន្តែយើងអាចកាត់បន្ថយបានច្រើន